តែរយន្តអគ្គិសនី Leopard 3 motor 2ល្អប្រើអត់នេះជាសំណួរបងប្រុសម្នាក់គាត់ឆាតចូលនៅក្នុង inbox របស់ខ្ញុំហើយក៏ឆ្លៀតពេលនេះក៏យកសំណួរនេះមកឆ្លើយបាទជាសាធារណៈហ្មងទៅសម្រាប់បងប្អូនយើងដែលកំពុងស្វែងរករយន្តអគ្គិសនីហើយចង់បានបែប off road អញ្ចឹងណាសម្រាប់ខ្ញុំដែលខ្ញុំឃើញឡានហ្នឹងហ្មងពិតជាឡានមួយដែលអត់សមតម្លៃទីមួយដោយសាររូបរាងរបស់វាដោយសារតែរូបរាងទេបាទដោយសារតែរូបរាងហ្នឹងវាធ្វើមកបែបយ៉ាង off road ហើយឡានហ្នឹងទំហំធំអត់ទូចទេក៏ប៉ុន្តែដោយសារការ design របស់គេធ្វើយ៉ាង boxy ហើយគេធ្វើយ៉ាងមូលតិចតិចហ្នឹងធ្វើឲ្យឡានហ្នឹងមើលទៅដូចតូចក៏ប៉ុន្តែអត់តូចទេហើយឡាននេះបើនិយាយទៅ motor 2 ឬក៏ motor 1ប្រព័ន្ធជើងក្រោមរបស់គេដឹងតែអែមហ្មងដឹងតែល្អហ្មងដោយសារខ្ញុំធ្លាប់បើកបានទីប៉ុន្តែខ្ញុំមើលទៅលើវីដេអូដែលគេបានធ្វើការបើកសាក motor 2ណាគឺគេបើកផ្លូវកោងកាច់កោងសាឡាលូមអីហ្នឹងបាទផ្លូវបន្ទង់អាំងផ្លូវហ្នឹងគឺលំនឹងរបស់វាល្អខ្លាំងមែនតើហើយចំណុចល្អមួយទៀតឡានដែលមានរូបរាងបែបហ្នឹងអាចនិយាយបានថាមានហ្វាំងចុងប៉ោទេដែលតម្លៃសមរម្យឡានអគ្គិសនីហើយបើកបោបានរយៈចម្ងាយ501គីឡូម៉ែត្រអញ្ចឹងយើងសគួរថា120គីឡូឬក៏100គីឡូទៅអញ្ចឹងយើងថាជិះបាន380ឬក៏អីជិត400គីឡូម៉ែត្រអានេះជាចំណុចមួយដែលបងប្អូនយើងគាត់អាចនឹងបារម្ភដែរក៏ប៉ុន្តែបើសិនជាយើងជិះយើងដឹងថាឡានរបស់យើងជិះបានប៉ុណ្ណាយើងជិះយើងមានផែនការអីច្បាស់លាស់ទៅមិនជាបញ្ហាទេហើយ option ទំនើបច្រើនណាស់ Ultra Sonic Radar របស់គេហ្នឹងគឺមានច្រើនរហូតដល់11 12គ្រាប់ហើយកាមេរ៉ា540ដឺក្រេហើយខាងមុខគេមានបូមយើងចុចអាចទុកដាក់អីវ៉ាន់បានព្រោះដោយសារឡានហ្នឹងវាអត់មានម៉ាស៊ីនទេផ្ទះខាងក្រោមគឺអាគុយបាទហើយមានមីក្រូហ្វូនសម្រាប់ច្រៀងមានពិលមានទូតកកកន្លែងសាកថ្មកម្លាំងលឿន50គីឡូវ៉ាត់50វ៉ាត់ហើយ Type C របស់គេ60វ៉ាត់បាទនៅខាងមុខហ្នឹងណាហើយអេក្រង់របស់គេ 15.6 អ៊ីងមាន Dry Mode អាហ្នឹងយើងអាចសេរីទៅលើ Dry Mode របស់យើងច្រើនទៅលើឧបសគ្គផ្លូវដែលយើងប្រើប្រាស់ដបូលបើកកៅអីចុចសងខាងនិយាយទៅទំនើបហ្មងហើយមានមុខងារក្រៅត្រជាក់ទៀតបាទហើយឧបករណ៍បំពងសំឡេងក៏ច្រើនដែរហើយបើនិយាយពីគុណវិបត្តិក៏មានដែរសម្រាប់ឡានមួយនេះអញ្ចឹងសម្រាប់ការបង់ពន្ធផ្លូវរហូតដល់80,000រៀលក្នុងមួយឆ្នាំហ្នឹងឆ្នាំមុនឆ្នាំ2025ហើយចំណុចអវិជ្ជមានមួយទៀតគុណវិបត្តិគឺអត់មានក្រុមហ៊ុនផ្លូវការបាទខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់បងប្អូនទាំងគ្នាហើយបើនិយាយពីជើងក្រោម option អីគឺទំនើបអស់ហើយបាទអរគុណ